សួស្តីអ្នកទាំងអស់គ្នានេះគឺជា Secret Garden Cafe បងប្អូនមកញ៉ាំកាហ្វេទេប៉ុន្តែក៏ឆ្លៀតថតបន្ថែមទៀតបងប្អូនចែកជូនបងប្អូនទស្សនាទាំងវីដេអូវិលមុខបងប្អូនវីដេអូនេះធំវិលមុខតិចហើយចាចង់ថតលេងទៅរៀនធ្វើប្លុកលេងតិចតាមគេបងប្អូនឥឡូវក៏ឈ្មោះដំណើរទៅបងប្អូននេះគឺផ្លូវចេញពីតាំងកសាំងដែលខ្ញុំជិះហួសបរិយាកាសវិឡាបន្តិចបងប្អូនមើលជាក់ស្ដែងទៅតាមវីដេអូទៅផ្លូវនេះគឺកំពុងតែធ្វើដំណើរទៅហើយជាមួយបងប្រុសខ្ញុំធ្វើដំណើរទៅមុខទៀតចេះនឹកឃើញទាំងចង់ផឹកកាហ្វេប៉ុន្តែសើចមើលផែនទីមើល map មើលថាមានកាហ្វេកន្លែងណាតំណងទេហើយក៏ឃើញកាហ្វេមួយដែលមិនឆ្ងាញ់ពីផ្ទះប្រហែលដែរបងប្អូននៅប្លុកតាំងកសាំងយើងទេពោះមានថាយើងមកផ្សារតាំងកសាំងមកដល់បរិយាអកដេវីឡាហួសបរិយាអកដេវីឡាទៅទៀតឃើញអាកន្លែងតាមផ្លូវមិញខ្ញុំអត់ដឹងអីបងប្អូនដឹងផ្លូវឈ្មោះអីទេប៉ុន្តែមកដល់កន្លែងហ្នឹងហូនតិចមកបងប្អូននៅឆ្វេងដៃបងប្អូនបត់តាមវីដេអូបន្តិចមកណាបងប្អូនហើយធ្វើដំណើរទៅទៀតឥឡូវចេះតែធ្វើដំណើរទៅវីដេអូធំវិលតិចបងប្អូនព្រោះអត់សូវជំនាញក្នុងការថតវីដេអូទេបងប្អូនចេះតែថតលេងទៅអត់ដឹងតែថតទៅណាទៅណីនេះដល់ហើយបងប្អូនអូគេតាមបាគេបងមួយខែបិទម៉ោងប៉ុន្មាន7អូមកទេចាំមកលេងមកទេបើមួយខែគេបានសំខាន់សក់ក្បាលខ្ញុំវិញដូចសបុកមន់អញ្ចឹងបងប្អូនសក់រឹងដូចលុចទៅសៃលួសអញ្ចឹងបងប្អូនហើយដូចសបុកមន់ដល់កមុខអាក្រក់ហើយសក់អាក្រក់ទៀតបងប្អូនធម្មតាឥឡូវមកដល់កាហ្វេគេហើយចូលសាកតេស្តរសជាតិមកថាវាឆ្ងាញ់ប៉ុណ្ណាសំខាន់កន្លែងចូលវាតំណងទៀតការតុបតែងមកគេបែបអឺរ៉ុបបងប្អូនឡូយមែនតើថប់សេរីម៉ងណាបងប្អូនមើលទៅជាក់ស្ដែងឡូយស្អាតឆាឡាតូគេនេះមកឆាណាខ្ញុំធ្លាប់ឮតែមកឆាឡាតេមកឆាឡាតូអត់ដែលឮសោះមួយលីនេះកាហ្វេពីរតង់យ៉ាងបាទសុំម្ដងនេះអូខេតែនឹងអត់មានស្អត់យកអត់មានស្ករត្រូវបាទបងយកស្ករបាទអូខេមកយកស្ករមានមកយកអៃស្លាតេមិញមែនខ្ញុំមិនអៃឡាតេទេនេះអាមេរិកាណូកាហ្វេខ្មៅអត់ស្ករចាំផ្លែតនៅស្ងៀមសិនអស់ម៉ានបង55ម៉ានឆ្នាំហើយបងខ្ញុំមកជិត10ឆ្នាំហើយឥឡូវចេញមកខាងក្រៅមកតង់ទៀតបងប្អូនមើលនេះមើលទេសពីអធិស្ឋានបងប្អូនអើយអត់ចេះថតចេញរូបមកកោងមូលអញ្ចឹងឥឡូវគេយកកាហ្វេអីមកឲ្យហើយបងប្អូនតំណងដល់កតិចទៀតតែកាហ្វេជូនបងប្អូនមើលជាយ៉ាងណាកាហ្វេគឺស្អាតណាស់សាច់យើងសាច់យើងមកច្រើនបាទសាច់មាត់គឺស្អាតមែនតើលយហ្មងគេ design មកលយហ្មងសាច់ជ្រូកចោលនេះដាក់លេនកោងហ្មងសាច់ជ្រូកវិញបាទសាច់ជ្រូកវិញដាក់លេនទៅគឺអក្សរនេះវល់មូថ្លាច់ខ្ញុំអកោងបើញ៉ាំស្ករល្អនឹងកាហ្វេអត់ស្ករកាហ្វេគឺស្អាតណាស់វាយកស្ករចេញមកពីបន្លែលយតែ design កប់សេរីយ៉ាងពេលឆ្ងាញ់វាមានតែហ្នឹងញ៉ាំដឹងតែគ្រូគេថតនៅបងខ្ញុំគាត់កំងម៉ាឆាឡាតេតែខ្ញុំកំងអាមេរិកាណូអត់ស្ករទេចុងក្រោយគាត់យកអាមេរិកាណូខ្មៅខ្ញុំបាត់អញ្ចឹងខ្ញុំមកសាកម៉ាឆាឡាតេនេះឆ្ងាញ់បងប្អូនឆ្ងាញ់ម៉ាឆាឡាតេគេឆ្ងាញ់ហ្មងណាទាំងគ្នាហាងកាហ្វេឡើងនឹងស្អាតមែនទេណាបងប្អូនមិននិយាយលេងណាស្អាតខ្លាំងហ្មងនេះគឺក្រោយអូនេះផ្ទះបុរាណគេនឹងក្រោយទៀតណាផ្ទះខាងក្រោយគេដាក់អីគេcònនៅហ៎បាទផ្ទះក្រោយគេនៅហ៎មិនសម្រាប់កំសាន្តអូនេះផ្ទះបុរាណអូគេអត់តន់បើកទេគ្រាន់ថាធៀមនឹងបើកអូគ្នាមើលឡូយទេសភាពស្អាតបងប្អូនស្អាតមែនទេតែទោះត្រង់ថាអ្នកថតវីដេអូនេះគឺថតអត់បានស្អាតបងប្អូនប៉ុន្តែកន្លែងគឺស្អាតខ្លាំងណាស់បងប្អូនមានអារម្មណ៍ថាស្ងប់ស្ងាត់ស្រួលអង្គុយញ៉ាំកាហ្វេអង្គុយអីបងប្អូនវ៉ាវបញ្ញាអត់ទៅញ៉ាំនេះហ៎គាត់ហេមកហើយតាទៅយកអត់បញ្ញា
ពូមកថតវីដេអូនេះលុយណាបញ្ញា ខ្ញុំប្រើកាមេរ៉ា action នេះខ្ញុំអត់តន់ចេះរបៀបនៃការប្រើបងប្អូនអញ្ចឹងថតទងញាក់ញើមតិចហ៎បងប្អូនមើលទៅទេសភាពគេនេះស្អាតមែនទែនហ្មងបងប្អូនដែលចង់មក relax អីអាចមកកាហ្វេនេះបានបងប្អូនមើលទៅមួយយ៉ាងបងប្អូនស្ងប់ស្ងាត់ល្អគេអង្គុយតុផ្សេងគ្នាអញ្ចឹងទៅគេពិភាក្សាគ្នាតិចអញ្ចឹងណាបងប្អូនដែលចង់អង្គុយខាងក្នុងកញ្ចក់មិនសិនជាក់ក៏បានចង់មកអង្គុយ relax សូបខ្យល់អាកាសនៅខាងក្រៅក៏បាន ចិត្តបរិយអកដេបងប្អូនបរិយអកដេនៅតាំងសាំងស្អាតណាស់ការតុបតែងរបស់គាត់សាមញ្ញបែបស្ងប់ស្ងាត់បងប្អូន កន្លែងនេះស្អាតបងប្អូនសូម្បីយ៉ាងជាងក៏មានគំនូរដែរប៉ុន្តែគាត់ថាខ្ញុំទៅដល់នឹងថតឲ្យញាក់ញើមខ្ញុំញ័រពេញហ្នឹងបងប្អូនមានបានចាប់ប្លង់ស្អាតឲ្យបងប្អូនទេ ក្នុងកញ្ចក់ក៏បានតែចង់ relax fresh បងប្អូននៅក្រៅនេះកាហ្វេគេពេលល្ងាចមានអីមួយយ៉ាងណាបងប្អូនស្អាតណាស់ទិសធ្លាគេស្អាតហើយស្ងប់ស្ងាត់ស្រួលអង្គុយតែតែបងប្អូនមកអង្គុយកាហ្វេយើងមករក្សាភាពស្ងប់ស្ងាត់ល្អនៅនេះកាហ្វេគេមើលទៅមួយយ៉ាង relax ស្រួលបងប្អូនហើយនៅមិនឆ្ងាយប្រហែលទេនៅតាំងកសាំងយើងហ្នឹង បងប្អូនជីពីផ្សារតាំងកសាំងមកដល់បរិយាកាសនេះហូបបរិយាកាសនេះបន្តិចមកដល់ឃើញមានបរិយាមួយទៀតតែខ្ញុំភ្លេចឈ្មោះបងប្អូនហើយ សត្វមានអីអត់មិនសាយអូស្រីសាមែនតើផ្កាគេតាមស្រស់អានេះការស្រស់ឬក៏ផ្កាការចោបញ្ញា say hello មួយហេនៅកាហ្វេនេះស្អាតទីធ្លាស្អាតខ្ញុំថតមកជុំជូនបងប្អូនណាខ្ញុំថតកាមេរ៉ា B6 ចង់ដឹងថាវាទេសភាពស្អាតប៉ុណ្ណានេះខ្ញុំថតនៅក្រៅទៅទៀតខ្ញុំនឹងថតខាងក្នុងបន្ថែមទៀតជូនបងប្អូនទាំងគ្នាឲ្យខាងក្រោយខ្ញុំនេះគឺជាផ្ទះបុរាណណាបងប្អូនប៉ុន្តែគេអត់តន់បើកឲ្យចូលទេអត់ដឹងថាគេបើកឲ្យចូលឬក៏មិនឲ្យចូលទេហើយយើងមើលតាមជាក់ស្ដែង បងប្អូននេះទេសភាពមើលម្ដងទៀតបងប្អូនប៉ុន្តែសម្រាប់ការថតរបស់ខ្ញុំមើលទៅទឹកដៃនៅស្ទើរខ្លាំងមែនទែនបងប្អូនមើលព្រោះអត់សូវចេះប្រើជាមួយនឹង Action 360បាទបងប្អូនមើលទៅទេសភាពគេស្អាតមែនទែនណាស្អាតបងប្អូនមកអត់ខកបំណងទេមិនថាតែទេសភាពស្អាតកន្លែងល្អទេសំបីតែកាហ្វេអីគាត់ឆ្ងាញ់បងប្អូនខ្ញុំអត់ដឹងថាមិនបានគាត់ឆុងឆ្ងាញ់មែនទែនហ្មងសម្រាប់រសជាតិនៅនេះ ឆ្ងាញ់ខ្លាំងនេះគឺមានកន្លែងអង្គុយស្រួលមែនតើណាកន្លែងគេអង្គុយឲ្យស្អាតទៀតមែនតើហ្មងបងប្អូនមើលទេសភាពមើលចាក់ស្ដែងហ្នឹងមើលខ្លួនឯងទេសភាពស្អាតមែនតើហ្មងវាមានអារម្មណ៍ថាកាហ្វេស្ងប់ស្ងាត់ហើយតម្លៃកាហ្វេក៏អត់សូវថ្លៃទេបងប្អូនបងប្អូនឃើញទេអស់តោះហ្មងស្អាតមែនតើឃើញអត់យើងអាចត្រឡប់ខាងក្រោយវិញបាននេះយើងធ្វើប្លុកទៅមុខទាំងក្រោយ វា fresh មែនតើជាមួយនឹងកាហ្វេនេះគឺមានរសជាតិឆ្ងាញ់ទៀតខ្ញុំចង់និយាយថាសក់ក្បាលខ្ញុំដូរសបុក1អញ្ចឹងគឺអីមែនតើអានេះខ្ញុំដើរមានថាខ្ញុំចាប់ដើមរៀនធ្វើ blog តាមកាហ្វេតិចតែយើងអត់ដឹងថានិយាយពីអីទេគាត់តែថតទស្សនវិជ្ជាជូនបងប្អូនចង់ប្រាប់ថាកន្លែងគេស្ងប់ស្ងាត់ល្អមើលទៅអង្គុយ relax ល្អហើយទីមួយហាមម្ចាស់គាត់ដូចគាត់និយាយថាបើយើងថតរូបអីអាចថាស្នើសុំកុំឲ្យថតបាញ់ផ្លាប់អីវាអាចផ្អើលដល់សត្វទេបងប្អូនព្រោះតែនឹងគាត់មានចំសត្វចំអីដែរហើយទីធ្លានេះមិនប្រកាសថាហាងកាហ្វេមិនថាហាងកាហ្វេគេឲ្យយើងជប់បរិយណាអត់ឲ្យទេហាមជប់បរិយអញ្ចឹងមានអារម្មណ៍ថាពេលខ្ញុំមកហាងកាហ្វេប៉ុណ្ណេះគឺខ្ញុំពេញចិត្តត្រង់ហ្នឹងព្រោះដោយសារខ្ញុំអត់ចូលចិត្តក្លិនបរិយមិនថាស្អប់អ្នកជប់បរិយបងប្អូនគឺអត់ចូលចិត្តក្លិនបរិយស្អាតល្អអត់មែនតើ សម្រាប់បងដែលអត់ចង់ទៅអង្គុយខាងក្រៅចង់អង្គុយក្នុងម៉ាស៊ីនត្រជាក់នេះបងប្អូនខាងក្នុងរបស់គេស្អាតបងប្អូនស្អាតកន្លែងអង្គុយស្អាតហើយតំណងអង្គុយមែនទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់ខ្ញុំគិតថាវីដេអូខ្ញុំគ្មានអ្នកមើលដល់ចប់ទេបងប្អូនបាទអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នាម្ដងទៀត